ជំរាបសួរបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះនៅប្រទេសកម្ពុជាយើងគឺថ្ងៃប្រហ័សទី13ខែវិច្ឆិកាឆ្នាំ2025ហើយនៅសហរដ្ឋអាមេរិកនេះទើបតែថ្ងៃពុធទី12វិច្ឆិកា2025ទេម្សិលមិញមួយថ្ងៃខ្ញុំបានចូលរួមចំណែកជាមួយក្មួយនៅទូទួលបាយ័នសម្ដែងនៅសេចក្តីសោកស្ដាយនិងភាពក្រែងរឯងរបស់ខ្ញុំថាតើខ្ញុំសោកស្ដាយអ្វីខ្លះហើយខ្ញុំក្រែងរឯងអ្វីខ្លះនៅពេលដែលសៀមគេផ្ដាច់ចោលនៅកិច្ចសន្យារបស់គេដែលមានលោក Donald Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានធ្វើជាសាក្សីដើម្បីឲ្យនៅតំបន់យើងនោះបានសុខសន្តិភាពខ្ញុំទើបតែនិយាយហើយសឹងតែមិនទាន់ផុតពីមាត់សូមបួងសួងឲ្យប្រទេសសៀមគេគិតគូរឡើងវិញស្រាប់តែថ្ងៃនេះម្សិលមិញនេះនៅស្រុកយើងខ្ញុំមានសេចក្តីរន្ធត់ចិត្តឥតឧបមាបានដោយឮសូរថាសៀមនៅភូមិយើងដែលធ្លាប់មានបញ្ហាគេបានបាញ់បងប្អូនឆ្លូតត្រង់យើងដែលឥតមានអាវុធនៅលើដៃបន្តិចសោះរហូតដល់ស្លាប់1នាក់ហើយនឹងរបួស3នាក់ខ្ញុំសូមអញ្ជើញបងប្អូនយើងពេញពិភពលោកខ្មែរដែលរស់នៅក្រៅឬក្នុងស្រុកសូមឲ្យមើលទៅដល់អំពើព្រៃផ្សៃរបស់សៀមដែលមិនព្រមអនុវត្តនៅសេចក្តីថ្លៃថ្នូរដែលពិភពលោកទាំងមូលគេចង់បានតែសុខសន្តិភាពហើយប្រទេសសៀមនេះបន្ទាប់ពីបានសន្យាថាឈប់បាញ់គ្នាជាមួយយើងហើយដែលយើងខំអត់ធ្មត់គ្រប់ពេលវេលាទាំងអស់ទោះខ្មែរយើងក៏ដោយស្ដីថាយើងហើយសៀមទៀតគេមើលងាយយ៉ាងណាក៏ដោយយើងឈរនៅលើភាពអត់ធ្មត់ថាយើងមិនចង់ច្បាំងទេយើងចង់ស្វះស្វែងរកសុខសន្តិភាពពីព្រោះយើងវាជ្រក់ជ្រេញដោយសង្គ្រាមរាំងជលរួចអស់ទៅហើយស្រាប់តែទីបំផុតមិនដឹងជាគេអាងអីគេយកកំភ្លើងមកបាញ់ប្រជាជនយើងដែលអត់មានអាវុធនៅដៃរហូតដល់ស្លាប់1នាក់និងរបួស3នាក់នេះគឺជាអំពើមួយដែលប្រឆាំងនឹងមនុស្សជាតិពិភពលោកទាំងមូលខិតខំស្វះស្វែងរកសុខសន្តិភាពសហរដ្ឋអាមេរិកដែលមានលោកប្រធានាធិបតី Donald Trump លោកខិតខំហើយថ្ងៃនេះខ្ញុំមានសេចក្តីរំភើបរីករាយមានមោទនភាពដើម្បីជម្រាបជូនបងប្អូនយើងទាំងអស់ថាយើងមិនតែម្នាក់ឯងទេព្រះរាជាណាចក្រក៏អត់តែម្នាក់ឯងបងប្អូនទាំងអស់នៅក្រៅស្រុកក៏អត់ម្នាក់ឯងដែរចំពោះខ្លួនខ្ញុំផ្ទាល់ដែលធ្លាប់បានទទួលសម្បត្តិពីលោកតា Donald Trump 2ហើយម្សិលមិញនេះខ្ញុំបានទទួលមួយទៀតសម្បត្តិដែលលោកតសេមកនេះគឺលោកហាក់ដូចជាគ្រប់គ្រងប្រទេសទុនខ្សោយដែលត្រូវគេជិះជាន់ត្រូវគេរំលោភហើយលោកចេញមកក្នុងនាមជាមហាអំណាចលោកធ្វើនយោបាយរបស់លោកថ្មីហើយការពារនៅអ្វីៗទាំងអស់នោះដើម្បីរកសុខសន្តិភាពពេញពិភពលោកហើយរកស៊ីមានបានទាំងអស់គ្នាដែលសហរដ្ឋអាមេរិកនឹងពំនាំទាំងអស់គ្នាឲ្យទៅមុខក្រោមគំនិតថ្មីរបស់លោកប្រធានាធិបតី Donald Trump ខ្ញុំសូមបកប្រែសម្បត្តិថ្ងៃ12វិច្ឆិកានោះខ្ញុំនឹងមើលសម្បត្តិនេះជូនហើយនាំគ្នាពិចារណាដល់គ្នាថាតើលោកនៅឈរនៅកន្លែងណា Dear Mr. Horn, thank you for taking the time to share your views. As a president, I am steadfastly committed to restoring a foreign policy of peace through strength and ending the years of endless foreign wars. Guided by this common sense vision, my administration has already secured major peace agreements between nations torn by decades of fighting. And we will continue to pursue peaceful resolutions that put America first, protect our citizens, and promote stability and prosperity both at home and abroad. May God bless you, and may He continue to bless the United States of America. Sincerely, ហើយខ្ញុំសូមបកប្រែជាភាសាខ្មែរដោយខាងក្រោមនេះហើយយើងពិចារណាដូចគ្នាតើន័យនៃសម្បត្តិនេះលោកមានសន្តានចិត្តយ៉ាងណាចំពោះប្រទេសយើងចំពោះប្រជាជនយើងជូនចំពោះលោកហ៊ុនសូមអរគុណចំពោះការចំណាយពេលវេលាដើម្បីចែករំលែកនៅទស្សនៈរបស់លោកក្នុងនាមប្រធានាធិបតីខ្ញុំមានការតាំងចិត្តយ៉ាងខ្លាំងក្លាក្នុងការស្ដារឡើងវិញនៅនយោបាយបរទេសដែលលោកហៅថា peace through strength peace through strength យើងអាចបកប្រែមកថាសន្តិភាពតាមរយៈកម្លាំងឬមួយក៏សម្រាយខ្លាំងយើងថា
លោកប្រើប្រាស់កម្លាំងយោធាដែលមានភាពខ្លាំងគ្រប់គ្រាន់អាចរក្សាសន្តិភាពនិងទប់ស្កាត់នៅការរំលោភផ្សេងមែនទែនទៅគឺពាក្យថា peace through strength នេះគឺយកកម្លាំងយោធាមកប្រើដើម្បីស្វះស្វែងរកសុខសន្តិភាពគឺបើតែមាត់មិនស្ដាប់លោកអាចយកអាវុធយុទ្ធភ័ណ្ឌទៅប្រើប្រាស់ខ្ញុំសូមមើលពីដើមឡើងមកវិញហើយអត់បកស្រាយកន្លែងដែលមានពាក្យថា peace through strength នោះទេជូនចំពោះលោកហ៊ុនសូមអរគុណចំពោះការចំណាយពេលវេលាដើម្បីចែករំលែកនៅទស្សនៈរបស់លោកក្នុងនាមជាប្រធានាធិបតីខ្ញុំមានការតាំងចិត្តយ៉ាងខ្លាំងក្លាក្នុងការស្ដារឡើងវិញនៅនយោបាយបរទេសដែលហៅថាសន្តិភាពតាមរយៈកម្លាំងហើយបញ្ចប់នៅសង្គ្រាមបរទេសដែលរ៉ាំរ៉ៃបំនាំដោយទស្សនៈនៃការយល់ឃើញយ៉ាងធម្មតានេះរដ្ឋបាលរបស់ខ្ញុំបានធានារួចហើយនៅកិច្ចព្រមព្រៀងសន្តិភាពសំខាន់រវាងប្រទេសដែលបែកបាក់ដោយបានច្បាំងគ្នាជាច្រើនទសវត្សរ៍ហើយយើងនឹងបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធីដែលដាក់ប្រយោជន៍អាមេរិកជាមុនការពារប្រជាជនយើងលើកកម្ពស់ស្ថិរភាពនិងសេចក្តីរុងរឿងទាំងក្នុងនិងក្រៅស្រុកសូមព្រះជាម្ចាស់ជួយថែរក្សាលោកហើយសូមព្រះអង្គបន្តជួយថែរក្សាសហរដ្ឋអាមេរិកដោយក្តីស្មោះត្រង់ពីខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកប្រធានាធិបតីដែលបានចំណាយពេលវេលាសរសេរសម្បត្តិដ៏សែនមានន័យនេះហើយខ្ញុំសូមធ្វើការបកស្រាយបន្តិចបន្តួចទៅកន្លែងនេះដែលខ្ញុំចាប់ភ្លឹកមែនទែនរដ្ឋបាលរបស់ខ្ញុំបានធានារួចហើយនៅកិច្ចព្រមព្រៀងសន្តិភាពសំខាន់រវាងប្រទេសដែលបែកបាក់ដោយបានច្បាំងគ្នាជាច្រើនទសវត្សរ៍ហើយយើងនឹងបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធីដែលដាក់ប្រយោជន៍អាមេរិកជាមុនការពារប្រជាជនយើងលើកកម្ពស់ស្ថិរភាពនិងសេចក្តីរុងរឿងទាំងក្នុងនិងក្រៅស្រុកមានន័យថាម៉េចលោកអូណែលនឹងទៅជាអនាគតទូតសហរដ្ឋអាមេរិកនៅស្រុកសៀមគេហៅលោកទៅសួរនៅព្រឹទ្ធសភាគេសួរថាបើសិនជាលោកបានក្លាយទៅជាទូតអាមេរិកនៅប្រទេសសៀមតើលោកនឹងធ្វើអីឈោមមុខនឹងសង្គ្រាមដែលសៀមកំពុងតែមានជាមួយខ្មែរលោកបានប្រាប់គេថាបើសិនជាខ្ញុំទៅជាទូតខ្ញុំនឹងប្រាប់រដ្ឋាភិបាលសៀមថាធ្វើសង្គ្រាមអត់ចំណេញទេធ្វើសង្គ្រាមជាមួយខ្មែរគឺអត់ចំណេញទេលោកនឹងថាសៀមគឺជាឯកគូរបស់អាមេរិកនៅក្នុងតំបន់គូធំណាស់យើងដឹងគ្រប់គ្នាតាំងពីដើមមកសៀមគូធំណាស់ប៉ុន្តែលោកថាបើសិនជាធ្វើនយោបាយរបៀបនោះគឺបំបានបំរើផលប្រយោជន៍ឲ្យសៀមខ្លួនឯងហើយនឹងសហរដ្ឋអាមេរិកទេម្ល៉េះហើយលោកនឹងខិតខំបើសិនជាលោកទៅជាទូតលោកនឹងប្រាប់សៀមថាដូច្នោះឯងហើយកាលនោះយើងបានដឹងថាសៀមអត់សប្បាយចិត្តនឹងលោកអូណែលដែលនឹងទៅជាអនាគតទូតនៅស្រុកគេទេពីព្រោះថាគេហាក់ដូចជាមើលទៅឃើញលោកអូណែលមានសំណានចិត្តល្អជាមួយកម្ពុជាតែស្ដីបន្ទោសគេមុនបាត់ទៅហើយមិនទាន់បានធ្វើទូតផងថាធ្វើសង្គ្រាមនេះអត់ត្រឹមត្រូវប៉ុន្តែយើងបកមកវិញមិនមែនតែលោកអូណែលទេគឺលោកប្រធានាធិបតីដូណាល់ត្រុំដែលខ្ញុំមានកិត្តិយសបានទទួលសម្បត្តិគាត់ថ្ងៃនេះថ្ងៃទី12វិច្ឆិកា2025នោះលោកបានមានប្រសាសន៍ដូចនេះឯងគឺថាលោកខិតខំស្វះស្វែងរកសុខសន្តិភាពជូនពេញមកពិភពលោកដោយប្រើប្រាស់នៅកម្លាំងហើយដើម្បីបំរើនៅផលប្រយោជន៍សហរដ្ឋអាមេរិកជាមុនផលប្រយោជន៍សហរដ្ឋអាមេរិកយើងដឹងហើយឧទាហរណ៍ដូចប៉ាគីស្ថានហើយនិងឥណ្ឌាគេជជែកគ្នាគេច្បាំងគ្នាប៉ុន្តែគេត្រូវការរកស៊ីជាមួយសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកបានឲ្យដឹងថាបើសិនជាលោកចង់ធ្វើការជាមួយខ្ញុំដើម្បីរកស៊ីជាមួយគ្នាឲ្យសហរដ្ឋអាមេរិកមានសហរដ្ឋអាមេរិកជាមុននោះលោកទៅជប់ច្បាំងគ្នាសិននៅសុខសៀមបាយខ្មែរដូចគ្នាទៀតយើងបានដឹងគ្រប់គ្នារហូតដល់ចប់ពី 49% ធ្លាក់មកនៅ19% ថាយើងសុខចិត្តអាចរកស៊ីមានបានជាមួយសហរដ្ឋអាមេរិកហើយដល់សៀមគេអត់ខ្វល់នឹងសហរដ្ឋអាមេរិកគេបានទាំងនិយាយទៀតថាគេលែងត្រូវការសហរដ្ឋអាមេរិកហើយគេអាងថាអ្វីទេសៀមឥឡូវនេះម្ល៉េះហើយឲ្យប្រឈមមុខនឹងសហរដ្ឋអាមេរិកទៅឲ្យប្រឈមមុខនឹងលោកប្រធានាធិបតីដូណាល់ត្រុំទៅពីព្រោះបើចង់ធ្វើជាឯកគូរបស់សហរដ្ឋអាមេរិកមិនត្រឹមតែជាឯកគូភូមិសាស្ត្រនយោបាយទេជាឯកគូរកស៊ីហើយយើងមានសំណាងតាំងពីសហរដ្ឋអាមេរិកមើលឃើញថាមានបញ្ហាពីរឿងផែរៀមឥឡូវនេះយើងបានបើកបេះដូងយើងបង្ហាញទៅសហរដ្ឋអាមេរិកហើយនឹងចិនក៏យើងនៅតែល្អជាមួយម្ល៉េះហើយគឺយើងធ្វើត្រឹមត្រូវមែនទែនប្រទេសខ្មែរយើងមូលនៅក្រមរាជរដ្ឋាភិបាលតែមួយខ្មែរតែមួយហើយយើងអាចជ្រើសរើសមិត្តភ័ក្តិនៅគ្រប់ទិសទីទាំងអស់ហើយយើងមើលទៅឃើញបានសុខទាំងលោកប្រធានាធិបតីដូណាល់ត្រុំថ្ងៃនេះលោកជួយយើងលោកមិនចង់ឲ្យអ្នកដែលជាដៃគូរបស់លោកធ្វើសង្គ្រាមបែបនេះហើយឥឡូវនេះអត់ទាំងស្ដាប់សហរដ្ឋអាមេរិកទៀតម្ល៉េះហើយសៀមឲ្យគេធ្វើអីធ្វើទៅទី1ចិត្តអាក្រក់បាញ់យើងអស់ពីលុបចោលនៅសេចក្តីសន្យាទាំងអម្បាន